តម្លៃហាងឆេងមាសបន្តធ្លាក់ចុះខ្លាំងបន្ថែមទៀតដោយសារតែក្តីរំពឹងចំពោះការកាត់បន្ថយអត្រាការប្រាក់គឺបន្តធ្លាក់ចុះសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃអង្គារទី18ខែវិច្ឆិកាឆ្នាំ2025យើងឃើញថាតម្លៃហាងឆេងមាសគឺមានការធ្លាក់ចុះខ្លាំងកាលពីយប់ថ្ងៃច័ន្ទហើយមានការធ្លាក់ចុះរហូតដល់កម្រិត$4,600ក្នុង1អោនឬក៏ប្រមាណជា$4,826ក្នុង1ដុល្លារបាទការធ្លាក់ចុះខ្លាំងនេះគឺដោយសារតែការថមថយនៅក្តីរំពឹងចំពោះការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែធ្នូខាងមុខបាទអញ្ចឹងយើងឃើញថាអត្រាការប្រាក់ដែលត្រូវកាត់បន្ថយ0.25%បន្ថែមនៅក្នុងខែធ្នូខាងមុខនេះត្រូវបានធ្លាក់ចុះពី60%កាលពីដើមខែមកត្រឹម40%ប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះបាទអញ្ចឹងហើយបានជាធ្វើឲ្យមាសរងសម្ពាធធ្លាក់ចុះខ្លាំងខណៈដែលប្រាក់ដុល្លារគឺមានសន្ទុះងើបឡើងទៅលើវិញបាទយើងចូលមកមើលការវិភាគតម្លៃហាងឆេងមាសនៅក្នុងថ្ងៃអង្គារនេះទាំងអស់គ្នាថាតើនឹងមានបម្រែបម្រួលបែបណាបន្តទៀតអាចនឹងមានការធ្លាក់ចុះបន្ថែមឬក៏អាចនឹងមានការងើបឡើងទៅវិញហើយតំបន់ណាខ្លះដែលយើងអាចធ្វើការទិញយកប្រាក់ចំណេញបានតោះបងប្អូនយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទបើអញ្ចឹងយើងមើលពីបកគោប្រចាំថ្ងៃទៅមុនសម្រាប់បកគោប្រចាំថ្ងៃរបស់មាសយើងឃើញថាបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងទំនោរកើនឡើងដដែលអត់ទាន់មានសញ្ញាណាមួយបង្ហាញពីការធ្លាក់ចុះមកខ្លាំងបន្ថែមទៀតនោះទេបាទប៉ុន្តែបើសិនជាយើងមើលពីកម្លាំងទិញលក់បច្ចុប្បន្ននេះគឺនៅមានកម្លាំងលក់នៅឡើយបាទអត់ទាន់មានសញ្ញាណាមួយបង្ហាញពីកម្លាំងទិញឡើងទៅវិញទេបងប្អូនឃើញបកគោណាបកគោថ្ងៃនេះគឺជាបកគោថ្ងៃទី4នៃការធ្លាក់ចុះយើងឃើញណាបើផ្សារផឹកនេះគឺបន្តធ្លាក់ចុះមកខាងក្រោមបន្ថែមទៀតបច្ចុប្បន្នមកដល់កម្រិត$4,036ក្នុង1អោននេះប៉ុន្តែគាត់ថាមកដល់តំបន់នេះគឺជាតំបន់គេហៅថាតំបន់បាតរបស់វាឯងព្រោះដោយសារតែវាមកប៉ះជាមួយនឹង structure ខាងក្រោមហ្នឹងឯងអញ្ចឹងសម្រាប់បកគោប្រចាំថ្ងៃបច្ចុប្បន្ននេះអត់ទាន់មានសញ្ញាច្បាស់លាស់ក្នុងការកើនឡើងទេបន្តចុះហើយបែរជាយើងរងចាំមើលបន្ថែមទៀតបើសិនជាក្នុងថ្ងៃនេះបាត់បកគោពណ៌បៃតងបាទនេះស្អែកអាចនឹងមានការងើបឡើងទៅវិញហើយបើយើងមកមើលពីបកគោរយៈពេល1ម៉ោងទាំងអស់គ្នាបាទគោរយៈពេល1ម៉ោងក្នុងថ្ងៃនេះគឺខ្ញុំបានបែងចែកជាកម្រិតទាបកម្រិតខ្ពស់បាទសម្រាប់កម្រិតទាបមាន3កម្រិតដែលយើងអាចធ្វើការត្រៀមទិញឡើងណាទី1គឺនៅកម្រិត$3,999ក្នុង1អោនឬក៏$4,818ក្នុង1តម្លឹងកម្រិតទាបទី2នៅកម្រិត$3,953ក្នុង1អោនឬក៏ប្រមាណជា$4,762ក្នុង1តម្លឹងហើយនឹងកម្រិតទាបទី3នៅកម្រិត$3,899ក្នុង1អោនឬក៏ប្រមាណជា$4,697ក្នុង1តម្លឹងកម្រិតទាបខាងក្រោមនេះគឺជាកម្រិតដែលយើងអាចបាទពិចារណាធ្វើការទិញឡើងហើយក្នុងករណីបើវាធ្លាក់មកប៉ះណាហើយសម្រាប់កម្រិតខ្ពស់ដែលយើងអាចធ្វើការបិទយកប្រាក់ចំណេញក៏ដូចជាធៀមលក់ចោះនោះគឺមាន3កម្រិតដូចគ្នាកម្រិតខ្ពស់ទី1គឺនៅកម្រិត$4,099ក្នុង1អោនឬក៏ប្រមាណជា$4,938ក្នុង1តម្លឹងកម្រិតខ្ពស់ទី2គឺនៅកម្រិត$4,153ក្នុង1អោនឬក៏ប្រមាណ$5,003ក្នុង1តម្លឹងហើយនៅកម្រិតខ្ពស់ទី3គឺនៅកម្រិត$4,211ក្នុង1អោនឬក៏$5,073ក្នុង1តម្លឹងបាទ3កម្រិតនេះគឺជាកម្រិតដែលយើងអាចធៀមកាត់យកផលចំណេញហើយក៏ដូចជាធៀមធ្វើការលូចចោះមកវិញផងដែរបាទអញ្ចឹងយើងមើលទិសដៅមាសនៅក្នុងព្រឹកនេះគឺខ្ញុំមើលឃើញថាទិសដៅមាសអាចនឹងមានការធ្លាក់ចុះមកម្ដងទៀតហើយតំបន់ដែលយើងអាចធ្វើការធៀមទិញគឺពីកម្រិតទាបទី1នេះទៅហើយបាទកម្រិតទាបទី1នេះបើសិនជាធ្លាក់មកប៉ះបុកអត់ដាច់ទេយើងអាចពិចារណាធ្វើការទិញឡើងទៅតែបើសិនជាធ្លាក់មកបុកដាច់យើងធៀមចាំទិញពីតំបន់ទី2នៅកម្រិត$3,953ក្នុងអោនបាទអញ្ចឹងសម្រាប់ក្នុងថ្ងៃនេះបាទបងប្អូនអាចរងចាំមើលទៅយើងធៀមចាំទិញទាំងអស់គ្នាបាទហើយមាសបើសិនជាបុកអត់ដាច់$4,099ទេនៅតែមានឱកាសលេងនៅក្នុងតំបន់ខាងក្រោមហ្នឹងឬក៏អាចនឹងមានឱកាសធ្លាក់ចុះខាងក្រោមបន្តប៉ុន្តែនៅក្នុងថ្ងៃនេះបើសិនជាឡើងផត$4,099ណាអាហ្នឹងគឺអាចមានឱកាសងើបឡើងទៅលើវិញហើយបច្ចុប្បន្ននេះយើងរងចាំមើលទាំងអស់គ្នាបាទយើងរងចាំមើលទាំងអស់គ្នាបើសិនមានព័ត៌មានអីប្រែប្រួលឬក៏មានតម្លៃល្អឬក៏វាបំបែកកម្រិតណាត្រូវបន្តឡើងឬក៏ចុះខ្ញុំនឹងអាប់ដេតជូនបងប្អូនបន្ថែមទៀតបាទហើយនៅក្នុងយប់នេះខ្ញុំមានវគ្គបង្រៀនតាម Zoom មួយដែរសម្រាប់បងប្អូនដែលចង់ចូលរួមអាចចូលរួមបានបាទអញ្ចឹងនេះខ្ញុំមានប៉ុណ្្នឹងទេសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ